ជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឺសុលិសាមកពីក្រុម SB1 នៅក្នុងវីដេអូនេះខ្ញុំមកនិយាយអំពីproject final ដែលមាន topic config Apache with PHP as web part 2 project នេះគឺជាការធ្វើការបង្ហាញពីការគ្រប់គ្រង management package management និងកំណត់ Apache ជា web server ដំណើរការដោយ PHP អញ្ចឹងជាដំបូងនេះនៅក្នុង Git base របស់ខ្ញុំដែលខ្ញុំបាន remote ទៅក្នុង Ubuntu server ដែលប្រើ ASX អញ្ចឹងជាដំបូងខ្ញុំធ្វើការ sudo update sudo apt update អញ្ចឹងបន្ទាប់ពី update ហើយខ្ញុំធ្វើការ upgrade ខ្ញុំ upgrade ទៅលើ package ទាំងអស់អឺ upgrade ខ្វាយអញ្ចឹងខ្ញុំបន្តទៀតកន្លែងនេះខ្ញុំបាន update ហើយនឹង upgrade ហើយអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការទៅ install Apache 2 Apache និង PHP ដែលខ្ញុំប្រើ command នេះអញ្ចឹងនេះខ្ញុំបាន install ហើយខ្ញុំធ្វើការ clear screen មួយតមកខ្ញុំត្រូវ check ទៅលើ status របស់Apache ខ្ញុំប្រើ command sudo systemctl status Apache 2 អញ្ចឹងវា active ហើយខ្ញុំផ្ដាច់តមកខ្ញុំទៅយក IP address របស់ខ្ញុំhostname ធំចឹងនេះខ្ញុំបាន IP address របស់ខ្ញុំខ្ញុំសាកចុចបើកវាខ្ញុំយក IP address របស់ខ្ញុំនេះទៅបើកនៅក្នុង browser របស់ខ្ញុំខ្ញុំបើកចឹងគឺវាដើរហើយចឹងបន្តមកទៀតខ្ញុំត្រូវទៅ create PHP test file មួយដែលខ្ញុំប្រើ command នេះខ្ញុំប្រើ command ហ្នឹង new file តមកខ្ញុំទៅបង្កើត PHP control control ចឹងខ្ញុំបានបង្កើត file PHP មួយឈ្មោះinfo.php ចឹងខ្ញុំទៅធ្វើការ restart Apache មួយសិនខ្ញុំប្រើ command sudo systemctl restart Apache
ខ្ញុំ restart ហើយខ្ញុំទៅកាន់ web server របស់ខ្ញុំវិញហើយខ្ញុំនឹងដាក់ឈ្មោះinfo.php របស់ខ្ញុំនេះចូលទៅកតុយរបស់ IP address របស់ខ្ញុំអញ្ចឹងឃើញថាវាមកហើយនេះគឺជា PHP ដែលខ្ញុំបានបង្កើតមិញហ្នឹងអញ្ចឹងវីដេអូដែលខ្ញុំនិយាយអំពីការ config Apache with PHP as web ហ្នឹង part 2របស់ខ្ញុំចាប់តែប៉ុណ្្នេះហើយសូមអរគុណលោកគ្រូ